គ្រប់ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញ YouTube ទាំងអស់សាជាថ្មីម្ដងទៀតហើយឃើញថាខ្ញុំបាទធ្វើការភ្ជួរស្រែរយៈពេល3ថ្ងៃហើយក៏អត់ទាន់រួចពុកម៉ែបងប្អូនដោយសារតែដីខណ្ឌធ្វើយូរវាហាប់ហើយវាស្មៅខ្លាំងវាអន្តិតតែមកអស់នេះវាស្មៅមិនសូវក្រាស់ភ្ជួររៀងស្រួលក្រាន់ហើយក៏សូមអធិស្ឋានផងពុកម៉ែបងប្អូនបែកញើសក្លៀកក្លាក់បន្តិចហើយព្រោះធ្វើម៉េចបើធ្វើការហត់ត្រូវការប្រើកម្លាំងបាយហើយកូនមនុស្សក៏មកជាមួយដែរនោះម៉ែវាមកត្រួសហើយកពតឈើឲ្យហើយកាប់រៀមឈើតាមស្រែគេអ្នកត្រួសឲ្យខ្ញុំអ្នកភ្ជួរហើយខាងនេះព្រំដីគេពុកម៉ែបងប្អូនគេថាស្រូវគេឡើងស្មើនេះអស់ហើយស្រូវគេឡើងពុះអស់ហើយដាច់ទៅត្បូងទៅនោះខ្លួនឯងទៅមកភ្ជួរនឹងបានហូបជាងមិនចឹងមកមិនដឹងទេឆ្នាំនេះនេះកូនកំមុំពុកម៉ែបងប្អូនមករកបេះផ្កាស្មៅលេងខានបង្ហាញមកក្នុង YouTube យូរហើយធំជាងមុនបន្តិចហើយនៅផ្ទះអត់នៅទេរពើយំតាមមករកបេះផ្កាស្មៅផ្កានេះលេងត្អែងទៅប៉ុណ្ណេះត្រីក៏សម្បូរត្រីព្រោះមានឈ្នាងមានចិត្តមកចិត្តកូនត្រីហូបបានត្រីចម្វាព្រឹមហាត់ពេកក៏សម្រាកបន្តិចថ្ងៃតិចហើយពុកម៉ែបងប្អូនខំជួរថ្ងៃមិញក្តៅណាស់ពេកសម្រាកម៉ោង12ក្តៅមេឃរົບភ្លៀងតែវាមិនភ្លៀងសោះបានតែមកលឹបអត់ភ្លៀងលឹបអត់ភ្លៀងហើយស្រែកំសល់ច្រើនទៀតទេស្រែសល់រយៈ5 6ស្រែនៅមកកវលនោះត្រឹមដើមដែលឈរនោះម្នេះហើយខាងនេះដាច់ទៅនេះជួអស់ហើយនៅមកវិលនេះអានេះស្រែគេទេស្រូវគេនៅប្រហែលស្រែនេះតិច6 7ស្រែស្អែកមួយថ្ងៃទៀតអាចរួចអស់នេះបេះធ្វើអីនោះហ៎បេះធ្វើអីសួរអត់មិត្តរឹកលេះឆ្លៀតពេលល្ងាចនេះក៏សូមបង្ហាញទេសភាពជុំវិញស្រែបន្តិចពុកម៉ែបងប្អូនខ្យល់អំភើយអានេះស្មៅឡើងខ្ពស់ណាស់ហើយបណ្ណាស្រែនេះបាត់សូវល្អបានស្មៅស្ដើងដីហាប់ក្រមមកប៉ែទុកចោល 3 4 ឆ្នាំហើយមានអីស្រែបើធ្វើចាប់ដីមិនសូវតឹងជួក៏មិនយ៉ាប់ទេហើយដៃនេះឃើញពងបែកស្ញាក់ស្ញាញ់ខាងនេះក៏ពងឈឺដៃដល់ហើយខ្នោះក៏ស្រែគេដែលព្រោះរួចអស់ហើយស្រូវគេដុះស្មើចិត្តស្មើជង្គង់អស់ហើយនោះខ្ទុំស្រែដីខ្នោះដីខ្ញុំនេះអត់មានខ្ទុំស្រែទេដោយសារម្ចាស់អត់ដែលនៅអត់ដែលបានធ្វើនឹងឲ្យពុកម៉ែបងប្អូនសូមគ្រប់ជំរាបលាទៅត្រឹមប៉ុណ្ណេះសិនដោយសារតែបញ្ញាប់ភ្ជួរបន្តទៀតក្រែងលោវិភ្លៀងមកឆ្លងទឹកអួររួចព្រោះអត់មានផ្លូវទេដើមឡើយផ្លូវពីនេះមកតែឥឡូវគេភ្ជួរពីប្រាំងគេបិទផ្លូវតិចទីអស់ហើយ
អ្នកស្រុកអ្នកភូមិរាល់ថ្ងៃកាន់តែកែប្រែទៅឲ្យពុកម៉ែបងប្អូនលេងស្គាល់សាច់ញាតិហើយយើងអ្នកស្រែនៅកណ្ដាលចេះគេអត់ទុកផ្លូវឲ្យទេឥឡូវខ្នេះក្បិតខ្នោះក្បិតផ្លូវចាស់ឆ្លាប់ដើរគេបិទអស់នឹងគេមកធ្វើតាំងពីប្រាំងមានដឹងគេមកធ្វើអីស្រាប់តែមកឃើញផ្លូវគេបិទអស់លីងហើយកតុយដីនេះជួចូលស្រែទៀតអត់មានត្រង់ទេណាឆែកចូលឃើញម្ចាស់មិនដែលធ្វើក៏ចេះតែលូកម្ដងតិចអរគុណជម្រាបលាពីខ្ញុំបាទប្រធានសូមជូនពរពុកម៉ែបងប្អូនសុខភាពល្អបរិបូរណ៍គ្រប់ក្រុមគ្រួសារ